សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្លីរបស់ខ្ញុំមួយដែលតាក់ទងជាមួយនឹងសាកលវិទ្យាល័យសៀនរាជសាខាបាត់ដំបងខ្ញុំក៏សូមអធិស្ឋានរកកំហុសខុសឆ្គងដែលបានកើតឡើងនៅក្នុងវីដេអូរបស់ខ្ញុំផងដែរខ្ញុំគ្រាន់តែចែករំលែកខ្លះៗតាក់ទងជាមួយនឹងសាកលវិទ្យាល័យសៀនរាជខេត្តបាត់ដំបងយើងគឺជាសាកលវិទ្យាល័យមួយដែលស្រស់ស្អាតគួរសមមួយនៅក្នុងខេត្តបាត់ដំបងនៅជាប់ឯរបងវត្តដំរីសដែលជាវត្តល្បីមួយនៅខេត្តបាត់ដំបងផងដែរអញ្ចឹងសាកលវិទ្យាល័យសៀនរាជសាខាបាត់ដំបងមានសិស្សចំនួនច្រើនដែលបានចុះឈ្មោះសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រថ្នាក់ Master អីផ្សេងៗនៅក្នុងសាលាចុះខ្ញុំបានផ្តិតរូបភាពទាក់ទងជាមួយនឹងអគារថ្មីដែលទើបនឹងសាងសង់រួចប្រហែលជា2ឆ្នាំដែលបើកដំណើរការផងដែរអញ្ចឹងនេះគឺជាទេសភាពខាងក្រៅខ្លះៗទាក់ទងជាមួយនឹងសាកលវិទ្យាល័យសៀនរាជខេត្តបាត់ដំបងអញ្ចឹងខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ចែករំលែកខ្លះៗបើសិនជាបងប្អូនឬក៏អ៊ំភូមីងដែលមានកូនអាណាព្យាបាលផ្សេងៗដែលមានកូនអាចថាខ្វះថវិកាតិចតួចឬក៏ចង់បន្តការសិក្សានៅសាកលវិទ្យាល័យអាចសម្រេចចិត្តចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យសៀនរាជខេត្តបាត់ដំបងបានខ្ញុំបាទវណ្ណៈសូមអរគុណនិងសូមជម្រាបលា See you next video. Goodbye.